ok môn đừng tôiត្រីខ្ញុំចាប់ដើមធ្វើទឹកត្រីចាំត្រីសិនបាទឥឡូវយើងចាក់ទឹកត្រីបន្តិចចូលមកហើយ300លីត្រហើយតមកយើងចាប់ដើមដាក់ស្ករចូលស្ករនេះគឺយើងដាក់ហើយ700គ្រាប់ដាក់ស្ករនេះហេបងដាក់មិនឆ្ងាញ់ដាក់ស្ករនេះមិនគាត់ទៀតទេបែរណាប្រើស្ករចេញទឹកនោមផ្អែមឯងរត់ប្រើស្ករបងប្អូនអរគ្នាបងប្អូនដែលមានជំងឺទឹកនោមផ្អែមឬក៏បងប្អូនអាយុចាប់ពី30-40ឆ្នាំឡើងទៅប្រឈមមុខនឹងការលើសជាតិស្ករប៉ុន្តែចូលចិត្តហូបផ្អែមបងប្អូនខ្ញុំណែនាំបងប្អូនឲ្យស្គាល់ហ្មងណានេះខ្ញុំដាក់ចូលកប៉ៅរហូតបាទនេះអានេះហៅស្ករ stevia ស្ករ stevia នេះគឺល្អមែនទែនសម្រាប់បងប្អូនដែលមានបញ្ហាជំងឺទឹកនោមផ្អែមបងប្អូនដែលលើសជាតិស្ករបងប្អូនដែលចូលចិត្តញ៉ាំផ្អែមបងប្អូនការហូបចុកបងប្រយ័ត្នមែនទែនហូបផ្អែមបណ្ដាយើងកើតជំងឺទឹកនោមផ្អែមប៉ុន្តែស្ករ stevia នេះមួយដំណក់ស្មើនឹងស្ករយើងធម្មតារាប់រយដំណក់ប៉ុន្តែអត់ប៉ះពាល់សុខភាពទេបាទស្ករ stevia ល្អមែនទែនសម្រាប់បងប្អូនដែលមានជំងឺទឹកនោមផ្អែមបងប្អូនលើជាតិស្ករលោកយាយលោកតាពុកម៉ែបងប្អូនទិញដាក់តាមខ្លួនតាមផ្ទះងាយស្រួលណាស់បងប្អូនจะដាក់តាមម្ហូបក៏បានដាក់តាមកាខ្វេក៏បានភេសជ្ជៈក៏បានហ្នឹងណានេះបងប្អូនខ្ញុំដាក់ណាបងណាបាទត្រឹមតែមួយដំណក់បងប្អូនណាធ្វើទឹកត្រីមួយចានប៉ុណ្ណឹងបងប្អូននេះនេះបងប្អូនណានេះបងប្អូននេះបងប្អូននេះត្រឹមតែមួយដំណក់ប៉ុណ្ណឹងបាទប៉ុណ្ណឹងស្មើស្ករធម្មតាយើងមកព្រីបាទបាទតែមកយើងចាក់ជាមួយទឹកត្រីរបស់យើងបងណាបាទចាំមើលរសជាតិបងរសជាតិអេមិនណាបងប្អូនគ្នាបាទ